សិកជនព័ត៌មាននៅពេលនេះពាក់ព័ន្ធទៅនឹង Bitcoin បានហក់ឡើងដល់តម្លៃខ្ពស់បំផុតជាប្រវត្តិសាស្ត្រពលគឺរហូតដល់លើស$120,000ក្នុងមួយកាក់ Bitcoin គិតត្រឹមថ្ងៃទី5ខែតុលាឆ្នាំ2025 Bitcoin បានបំបីកំណត់ត្រាចាស់ៗទាំងអស់ដោយឡើងតម្លៃលើសពី$125,000ក្នុងមួយកាក់ជាកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមកនេះបង្ហាញពីសន្ទុះជឿជាក់ខ្ពស់និងចំណាប់អារម្មណ៍របស់វិនិយោគិនរួមទាំងក្រុមហ៊ុនធំៗផងដែរយ៉ាងណាមិញក៏មានមូលហេតុដែលធ្វើឲ្យ Bitcoin ឡើងខ្ពស់ផងដែរគឺទី1មានការគ្រប់គ្រងពីផ្នែកច្បាប់ពលប្រទេសធំៗចាប់ផ្ដើមមានទំនាក់ទំនងវិជ្ជមានជាមួយ Bitcoin និងប្រើវិធានសន្សំសំចៃក្រោមរបបច្បាប់និងបង្កើនទំនុកចិត្តរបស់វិនិយោគិនទី2គឺការវិនិយោគដោយស្ថាប័នធំៗដោយវិនិយោគធនធានតាមរយៈ Bitcoin ETF ដែលធ្វើឲ្យតម្លៃកើនឡើងដោយសារតែតម្រូវការខ្លាំងទី3ស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនប្រកបប្រជាដោយមនុស្សជាច្រើនចាប់ផ្ដើមរកទ្រព្យសម្បត្តិដែលអាចការពារការបាត់បង់តម្លៃនៃរូបិយប័ណ្ណដូចជា Bitcoin ដែលជាជម្រើស safe haven ដូចជាតម្លៃមាសជាដើមទី4គឺបច្ចេកទេសនិងចលនាតម្លៃដោយការបំបែកតម្លៃកន្លងមកនិងការឡើងលើកំណត់ត្រាជាប្រវត្តិសាស្ត្រដែលធ្វើឲ្យមានការជាវបន្ថែមដែលគ្រាន់តែអាស្រ័យទៅលើចលនាតម្លៃតែយ៉ាងណាក៏មានបញ្ហានិងហានិភ័យផងដែរពលតម្លៃអាចធ្លាក់វិញបន្ទាប់ពីការកើនឡើងយ៉ាងខ្លាំងការប្រែប្រួលច្បាប់ប្រសិនបើមានការផ្លាស់ប្ដូរទិដ្ឋភាពច្បាប់ឬពន្ធជាពិសេសប្រហែលជាបណ្ដាលឲ្យស្ថាប័នវិនិយោគដកខ្លួននិងកត្តាមួយចំនួនទៀតដូច្នេះថាតើ Bitcoin អាចរក្សាតម្លៃខ្ពស់បានយូរដែរឬទេកំណត់ត្រាបន្ទាប់គឺអាចកើនឡើងដល់$130,000ឬ$150,000